សួស្តីបងប្អូនអ្នកស្រឡាញ់ការដាំដុះទាំងអស់គ្នាបងប្អូនហើយថ្ងៃនេះយើងមកតែងមេឃតបែកបងប្អូនយើងមកតែងមេឃតបែកឲ្យស្អាតដោយសារតែតបែកយើងបានផ្លែប្រមូលផលបានមួយសាហើយឥឡូវនេះយើងចាប់ដើមតែងវាដើម្បីឲ្យវាផ្លែជាលើកទី2អញ្ចឹងណាបងប្អូនផ្លែជាលើកទី2ហើយក្នុងវីដេអូនេះខ្ញុំនឹងចែកចម្លែកតាក់ទងនឹងការអនុវត្ត5ចំណុចដើម្បីឲ្យតបែកបងប្អូនផ្លែឲ្យច្រើនហើយផ្លែឲ្យកាន់អញ្ចឹងចំណុចទី1គឺត្រូវតែងមេឃជាប្រចាំបងប្អូនតែងមេឃជាប្រចាំអញ្ចឹងតបែកបើយើងចង់ឲ្យផ្លែយើងត្រូវតែងមេឃជាប្រចាំបងប្អូនណាតែងមេឃជាប្រចាំកាត់ត្រួយតែងមេឃតែងអីវាឲ្យស្អាតជាប្រចាំបងប្អូនបើសិនឲ្យចង់ឲ្យតបែកបងប្អូនផ្លែជាប់ហើយផ្លែជាប្រចាំការតែងមេឃនេះសំខាន់ណាស់បងប្អូនព្រោះអីតបែកយើងផ្លែនឹងត្រួយបើសិនតែយើងអត់តែងមេឃវាទេអត់កាត់មេឃវាទេតបែកយើងក៏អត់សូវផ្លែដែរព្រោះអីបើយើងអត់តែងមេឃវាធ្វើម៉េចត្រួយវាចេញបងប្អូនអញ្ចឹងយើងតែងមេឃវាឲ្យស្អាតតែងមេឃវាជាប្រចាំទៅត្រួយវានឹងដុះជាប្រចាំដូចគ្នានៅពេលដែលត្រួយដុះជាប្រចាំការផ្លែនឹងបានជាប្រចាំដូចគ្នាអញ្ចឹងបងប្អូនអញ្ចឹងចំណុចទី1ហ្នឹងគឺការតែងមេឃជាប្រចាំបងប្អូនឲ្យតែឃើញដុះកំប៉ុងប៉ិនកូនដៃឬក៏តូចជាងកូនដៃទីតូចហ្នឹងបងប្អូនកាត់ប្រវែងមួយឆ្អាមឬក៏មួយឆ្អាមកន្លះមកអញ្ចឹងបងប្អូនអញ្ចឹងហើយបានធ្វើឲ្យតបែកយើងហ្នឹងវាដុះត្រួយថ្មីធ្វើឲ្យតបែកយើងហ្នឹងវាផ្លែផ្កាថ្មីរហូតអញ្ចឹងបងប្អូនហើយតែងបងប្អូនឃើញខ្ញុំតែងបងប្អូនអានេះខ្ញុំតែងវាស្អាតហើយតែងវាស្រឡះមកបងកាត់មកបងអាមេឃណាដែលអត់បានការអាមេឃណាដែលវាលក្ខណៈដោះត្រួយមកល្អបងប្អូនធ្វើម៉េចកាត់វាស្អាតតែងវាស្អាតដូចខ្ញុំមកដើម្បីឲ្យតបែកយើងហ្នឹងវាដោះត្រួយដោះមេឃមកថ្មីគឺផ្លែផ្កាមកជាមួយមេឃដែលវាដោះថ្មីហ្នឹងហើយបងប្អូនកុំឲ្យខ្លាចនេះបងប្អូនកុំស្ដាយណាបងប្អូនចំណុចទី2គឺត្រូវឲ្យពលឺថ្ងៃហ្នឹងចង់និយាយថាគឺត្រូវគ្រប់មេឃដែលយើងតែងហ្នឹងគឺត្រូវពលឺថ្ងៃបងប្អូនអញ្ចឹងចំណុចទី2គឺបងប្អូនមេឃដែលយើងបានតែងហើយគឺបងប្អូនតែងឲ្យស្រឡះហើយគ្រប់មេឃដែលយើងតែងហ្នឹងដាច់ខាតត្រូវពលឺថ្ងៃបើសិនជាអត់ត្រូវពលឺថ្ងៃទេតបែកយើងក៏ដោះមេឃដោះកំប៉ុងថ្មីមកល្អដែរបងប្អូនត្រូវចាំថាគ្រប់ដំណាំទាំងអស់គឺវាត្រូវការពលឺថ្ងៃដើម្បីដោះត្រួយថ្មីហើយចេញផ្កាចេញផ្លែថ្មីអញ្ចឹងបងប្អូនអញ្ចឹងធ្វើម៉េចបើសិនជាបងប្អូនតែងហើយអាដើមដែលបងប្អូនតែងហ្នឹងនៅក្នុងម្លប់ក៏អត់ផ្លែអត់ផ្កាដែរអញ្ចឹងដាច់ខាតគឺត្រូវឲ្យវាត្រូវពលឺថ្ងៃដើម្បីឲ្យមេឃហ្នឹងវាដោះត្រួយថ្មីមកវាល្អអញ្ចឹងបងប្អូនតែងវាស្រឡះដូចខ្ញុំបងប្អូនឃើញទេឃើញខ្ញុំតែងឲ្យវាស្រឡះហ៎ឃើញដើមខ្ញុំតែងមកស្រឡះហើយតែកន្លះខែមកគឺដោះត្រួយមកស្អាតតែម្ដងដោះត្រួយមកគឺមានផ្កាមានផ្លែមកជាមួយត្រួយហ្នឹងហើយបងប្អូនទី3គឺដាក់ជីបងប្អូនដាក់ជីនៅពេលដែលតបែកយើងតែងភ្លាមហ្នឹងគឺវាត្រូវការធម្មពលដើម្បីដោះត្រួយថ្មីអញ្ចឹងហើយយើងត្រូវការដាក់ជីយើងដាក់ជីវាមកបងប្អូនដាក់ជីប្រហែលជាមួយក្តាប់ឬក៏2ក្តាប់3ក្តាប់ទៅតាមដែលបងប្អូនអាចដាក់បានបើខ្ញុំដាក់3ក្តាប់បងប្អូនជីនេះសំខាន់ណាស់បងប្អូនព្រោះអីដល់ពេលដែលយើងតែងថ្មីចេះបើសិនតែយើងអត់បានដាក់ជីជំនួយវាទេការដោះត្រួយកំប៉ុងថ្មីចេញមកក៏វាអត់សូវមានកម្លាំងណានៅពេលដែលវាអត់សូវមានកម្លាំងក៏ត្រួយវាហ្នឹងក៏អត់សូវផ្កាផ្លែហ្នឹងក៏វាអត់សូវមានដែរអញ្ចឹងហើយសំខាន់គឺដាក់ជីហ្នឹងហើយបងយើងដាក់មកបងប្អូនដាក់ជីរោយជុំវិញគល់វាមករោយជុំវិញគល់វាឲ្យស្អាតមករោយជុំវិញគល់ហ្នឹងទៅហើយបន្ទាប់ពីយើងដាក់ជីដាក់អីហើយបានស្អាតហ្នឹងគឺស្រោចទឹកឲ្យបានដិតដល់បងប្អូនណាស្រោចទឹកឲ្យបានដិតដល់បើសិនជាយើងដាក់ជីហើយយើងតែងមេឃហើយយើងស្រោចទឹកឲ្យបានដិតដល់ក៏ពិបាកដែរចំណុចទី5ហ្នឹងគឺការពារសត្វល្អិតបងប្អូនការពារសត្វល្អិតព្រោះអីតើវាធម្មតាតើយើងតែងមេឃហើយយើងដាក់ជីហើយកន្លះខែក្រោយគឺវាដោះត្រួយថ្មីហើយអញ្ចឹងអ្វីដែលយើងបារម្ភជាងគេគឺសត្វល្អិតមានដូចជាចៃដូចជាសម្ោចពិសេសជាងគេគឺសម្ោចបងប្អូនកុំឲ្យសម្ោចយើងតោងត្រួយឲ្យសោះធម្មតាចៃវាមកទុំវាមកពងនឹងត្រួយបន្ទាប់មកសម្ោចវាមកស៊ីអាពងចៃហ្នឹងហើយបងប្អូនអញ្ចឹងហើយវាខំអាត្រួយវាធ្វើឲ្យត្រួយយើងអត់ល្អទេអញ្ចឹងបងប្អូនត្រូវមើលបើសិនជាមានសម្ោចឬក៏មានចៃបងប្អូនត្រូវសម្អាតវាប្រើថ្នាំក៏បានអីក៏បានឲ្យស្អាតកុំឲ្យវាតោងនៅលើមេឃតបែកយើងព្រោះតែវាតោងលើមេឃតបែកយើងក៏វាធ្វើឲ្យផ្
ការផ្លាយយើងមានបញ្ហាដែរអញ្ចឹងបងប្អូនហាមដាច់ខាតគឺសម្ោចហ្នឹងបងប្អូនសត្វល្អិតចុងក្រោយហ្នឹងគឺសត្វល្អិតហ្នឹងឯងការពារវាឲ្យបានបើសិនតែបងប្អូនការពារបានទេតបាយបងប្អូនហ្នឹងក៏វាអត់ល្អតាមនឹងដែរការផ្លាយចេញមកក៏វាអត់សូវកើតតាមនឹងដែរអញ្ចឹងបងប្អូនសម្ោចនេះសំខាន់ណាស់ពិសេសខែភ្លៀងចេះបងប្អូនខែភ្លៀងចេះគឺសម្ោចណាសម្ោចនឹងត្រួយផងហើយសំខាន់ចៃនឹងសម្ោចហ្នឹងគឺវាតោងនឹងត្រួយតបាយយើងហ្នឹងឯងហើយនេះជាលទ្ធផលបងប្អូនជាលទ្ធផលដែលខ្ញុំអនុវត្តទាំង5ចំណុចហ្នឹងមិនថាប្រាប់បងប្អូនហើយมันមានលទ្ធផលទេណាបងប្អូនឃើញទេនេះដើមនៃខ្ញុំអានេះដើមខ្ញុំតែងមុនណាបងប្អូនដើមខ្ញុំតែងមុនឃើញទេនេះឃើញមានផ្លែបងប្អូនឃើញចេញផ្លែមកហើយបងប្អូនចេញផ្លែមកហើយមិនថាអនុវត្តហើយឲ្យបងប្អូនអនុវត្តហើយអត់បានលទ្ធផលទេណានេះខ្ញុំបង្ហាញលទ្ធផលឲ្យបងប្អូនមើលស្ដែងដែលខ្ញុំបានអនុវត្តទាំង5ចំណុចហ្នឹងគឺចេញផ្កាចេញផ្លែរហូតហ្មងបងប្អូនមិនបាច់ខ្លាចថាធ្វើឲ្យមិនចេញទេបងប្អូនឲ្យតែបងប្អូនអនុវត្តតាមខ្ញុំ5ចំណុចហ្នឹងឲ្យជាប់អញ្ចឹងបងប្អូនអញ្ចឹងខ្ញុំមានប៉ុណ្ណឹងបងប្អូនអរគុណច្រើនហើយបើបងប្អូនស្រឡាញ់វីដេអូការចែករំលែកខ្ញុំកុំភ្លេចជួយ follow